បាទសួស្តីបងប្អូនទាំងគ្នាអញ្ចឹងចងល់បងប្អូនមួយចំនួនគឺគាត់សួរថានៅពេលដែលយើងបង្កើតpaper ហើយយើងអាប់ឡូតកន្លែងបាទ ID អត្តសញ្ញាណប័ណ្ណរបស់យើងនៅកន្លែងណាបាទអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំនឹងធ្វើការបង្ហាញជូនទៅដល់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងកន្លែងដែលយើងអាប់ឡូតហ្នឹងគឺយើងត្រូវមើលកន្លែងសញ្ញាព្រួយនេះណាបាទនេះកន្លែងកណ្ដឹងនេះបងប្អូនត្រូវមើលកន្លែងហ្នឹងនៅពេលដែលវាចេញសញ្ញាអញ្ចឹងបងប្អូនចុចមកអញ្ចឹងនៅលើទូរស័ព្ទដៃឬក៏នៅលើកុំព្យូទ័របងប្អូនអាចធ្វើមើលអញ្ចឹងមកអញ្ចឹងវាឲ្យយើងធ្វើគេនេះ we want to confirm អញ្ចឹងវាយើងធ្វើការបំពេញបាទនៅ ID ដែលសិនបងប្អូនមានលិខិតឆ្លងដែនឬក៏ជាមួយនឹងអត្តសញ្ញាណប័ណ្ណឬក៏បានបើកបរអញ្ចឹងបងប្អូនអាចដាក់មួយណាក៏បានដែរវាអត់មានបញ្ហាទេអញ្ចឹងយើងគ្រាន់តែចុចកន្លែង see detail ហ្នឹងមកបន្ទាប់ហើយវានឹងចូលទៅកាន់ restore account អញ្ចឹងវាឲ្យយើងបំពេញកន្លែង account ចូលកន្លែង reservoir នេះមកដើម្បីយើងបំពេញកន្លែងហ្នឹងទៅគឺវាបើកឲ្យយើងប្រើប្រាស់បាននៅមុខងារដូចជាការប្រើប្រាស់បាទកម្មវិធី PayPal ឬក៏ Send Money បាទផ្ទេរប្រាក់អីចឹងណាបាទឬក៏ទទួលប្រាក់ឬក៏ផ្ទេរប្រាក់ទៅកាន់ PayPal បាទឬក៏ refund money to customer បាទអញ្ចឹងឥឡូវនេះខ្ញុំធ្វើការ upload ទាំងអស់អញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកបាទសម្រាប់អ្នកដែលគាត់អត់ទាន់ចេះអញ្ចឹងអាចមើលវីដេអូនេះបានហើយបើសិនជាថាវីដេអូនេះមានប្រយោជន៍អីបងប្អូនអាចធ្វើការ share មួយទៅបាទខ្ញុំធ្វើការចែករំលែកមួយចំនួនសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះហើយបើសិនជាបងប្អូនដែលគាត់បង្កើតសេវារបស់ខ្ញុំនឹងធ្វើការអាប់ឡូតជូនគាត់ដោយ free បាទកន្លែងហ្នឹងណាបើសិនជាគាត់បង្កើត PayPal របស់ខ្ញុំហើយខ្ញុំនឹងធ្វើការ link bank ជូនគាត់ហើយនឹងធ្វើវីដេអូជូនគាត់នៅពេលដែលPayPal យើងមានលុយយើងអាចធ្វើការដកបានហើយទី3យើងធ្វើការ link ID card ឲ្យគាត់បាទដើម្បីឲ្យ PayPal ហ្នឹងវា support សម្រាប់ការទទួលលុយនិងផ្ទេរលុយពី PayPal មកកាន់ Visa card ដូចជាបងប្អូនដែលមាន ABA ឬក៏ AC ឬក៏ប្រសាឬស្ថាបនាជាដើមបាទគឺ PayPal គឺវា support អូខេអញ្ចឹងយើងចូលកន្លែង recover server នេះមកអញ្ចឹងមកដល់កន្លែងហ្នឹងបាទ PayPal គឺវាយើង upload ID បាទអញ្ចឹងយើងអាចអានតិចទៅបាទយើងអានផងបាទបងប្អូនអាចបើសិនជាបងប្អូនអត់ចេះទេបងប្អូនអាចធ្វើការcopy អញ្ចឹងមកបាទ copy អញ្ចឹងបងប្អូនអត់សូវចេះអង់គ្លេសយើង copy អញ្ចឹងមកហើយបងប្អូនយកមកផាកកន្លែង translate មកបាទនេះ logo translate អញ្ចឹងមកបាទអញ្ចឹងអានេះខ្ញុំប្រាប់បងប្អូនដែលគាត់អត់សូវចេះអញ្ចឹងណាអញ្ចឹងបងប្អូនយកមកផាកកន្លែងហ្នឹងមកអញ្ចឹងវាបកជាខ្មែរយើងនេះអូខេតែថាបកវាអត់សូវត្រូវអញ្ចឹងយើងអាចមើលត្រួសទៅបាទអូខេអញ្ចឹងនៅពេលដែលបងប្អូនអត់សូវពូកែអង់គ្លេសបងប្អូនអាចធ្វើតាមអញ្ចឹងទៅខ្ញុំក៏ប្រាប់អញ្ចឹងណាអូខេអញ្ចឹងទី1កន្លែង document type នេះបាទអញ្ចឹងប្រភេទឯកសារដែលយើងត្រូវធ្វើការ upload វាមាន3ជម្រើសជាមួយគឺ passport ទី2គឺបានបើកបរទី3គឺ ID បាទកាតរបស់យើងគឺអត្តសញ្ញាណប័ណ្ណយើងខាងទី3ណាបាទអញ្ចឹងទី2គឺបានបើកបរទី1គឺ passport បាទអូខេអញ្ចឹងឥឡូវខ្ញុំធ្វើការជ្រើសរើសយកខាងក្រោមជាមួយនឹង ID card របស់ខ្ញុំហើយខ្ញុំនឹងធ្វើការទៅ browser file របស់ខ្ញុំនៅកន្លែងណាដែលបងប្អូនលាក់ទុកឬក៏យើង save ទុកនៅលើ desktop ឬក៏នៅ drive D drive C កន្លែង folder ណាមួយបងប្អូនអាចធ្វើការទៅរក file ហ្នឹងមកបាទជាតែវាបញ្ជាក់បងប្អូនណា file ហ្នឹងគឺវាមានទំហំត្រឹមតែ5 មេទេបើសិនជាលើសពី5 មេគឺយើងអត់អាច upload បានទេបាទកន្លែងហ្នឹងណាហើយជា file អីគេ file រូបភាពមានដូចជា JPG បាទឬក៏ GIF ឬក៏ PNG ឬក៏ PDS បាទអញ្ចឹងបងប្អូនអាចជ្រើសយក file ណាមួយក៏បានដែរសម្បត្តិបងប្អូនត្រូវតែធ្វើការ upload នេះគឺអត្តសញ្ញាណប័ណ្ណបងប្អូនហ្នឹងគឺត្រូវតែច្បាស់បាទมันមានការចាំងពលឺផ្លាតឆ្វេងស្ដាំឬក៏ថតទៅវាអត់ច្បាស់
ឬក៏ថតទៅចាំងបលឺអសតិចតួចអីហ្នឹងគឺ PayPal វាអត់ឲ្យទេដោយសារអីនៅពេលដែលយើង upload ទៅបាទវាថាមិនមែនរបស់យើងអញ្ចឹងគេបញ្ជាក់ឲ្យនៅពេលដែលយើង upload អត្តសញ្ញាណប័ណ្ណឬក៏ save file មុខហ្នឹងគឺបងប្អូនត្រូវតែប្រុងប្រយ័ត្នមែនទែនត្រូវតែថតឲ្យច្បាស់ឬក៏យើងអាចរកកាមេរ៉ាឬក៏ទីតាំងកន្លែងណាដែលមានពន្លឺគ្រប់គ្រាន់ឬក៏នៅក្នុងបន្ទប់ដែលយើងអាចបើកពន្លឺធ្វើម៉េចថតកុំឲ្យចាំងផ្លាតបាទអ្វីដែលខ្ញុំប្រាប់នេះគឺល្អបងប្អូននៅពេលដែលបងប្អូន submit ទៅរូបភាពអត់ច្បាស់ណាយើងថាអូខេប៉ុណ្ណឹងច្បាស់តែនៅពេល upload ទៅគឺវា deadline ហ្មងអញ្ចឹង upload តែម្ដង2ដង3ដងអូខេ PayPal បងប្អូនវានឹងខូច direct តែម្ដងហើយយើងស្ដាយនៅពេលយើងបង្កើតហើយយើងអត់ចង់ឲ្យមានខូចទេដោយសារយើងមានលុយក្នុងនឹងស្រាប់ពេលខ្លះបងប្អូនខ្លះគាត់មានលុយនៅក្នុង PayPal គាត់រកចេញពីដូចជា Facebook TikTok ឬក៏ game ជាដើមអញ្ចឹងណាចឹងនៅពេលដែលចេញ upload ID នេះគឺមានបញ្ហាមួយចំនួនសម្រាប់បងប្អូនដែលគាត់ចេះដែរតែលក្ខណៈថាគាត់អត់សូវជំនាញផ្នែកហ្នឹងអញ្ចឹងណាថតរូបអីនៅពេលដែលអត់ច្បាស់គឺ PayPal គឺគាត់រុញចេញតែម្ដងអូខេអញ្ចឹងកុំឲ្យខាតពេលយូរឥឡូវនេះខ្ញុំធ្វើការ upload ID សិនបាទជារូបភាពជា file របស់ខ្ញុំជា PNG ឬក៏ JPG បាទអញ្ចឹងខ្ញុំធ្វើការ upload សិនបងប្អូនចូលកន្លែង browser file ហ្នឹងមកបាទហើយខ្ញុំទៅយករូបភាពរបស់ខ្ញុំណានៅក្នុងណាហើយខ្ញុំធ្វើការ upload សិនបាទកន្លែងនេះគឺក៏ខ្ញុំសូមធ្វើការបិទសិនណាបងប្អូនសូមមេត្តាខន្តីផងដែរបាទអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំធ្វើការបិទដែរបាទអញ្ចឹងនៅពេលដែលបងប្អូនធ្វើការ upload ហើយបាទបងប្អូនអាចពិនិត្យមើលឲ្យត្រឹមត្រូវណាកុំឲ្យថាខុសយើងធ្វើការ upload ហ្នឹងវាត្រូវអត់បាទរូបភាពហ្នឹងវាច្បាស់អត់បាទអញ្ចឹងនៅពេលដែលយើងធ្វើការបញ្ចូលហើយបាទអូខេដល់ពេលបងប្អូនធ្វើការបញ្ចុះហើយបងប្អូនធ្វើការ submit ហើយបើបងប្អូនគិតថារូបភាពយើងអត់សូវច្បាស់យើងអាចធ្វើការ cancel អញ្ចឹងអានេះខ្ញុំរូបភាពនេះគឺខ្ញុំធ្វើការថតបាទគឺច្បាស់តែខ្ញុំធ្លាប់មានបទពិសោធន៍អញ្ចឹងខ្ញុំចែកជូនដល់បងប្អូនណាអញ្ចឹងឥឡូវនេះខ្ញុំធ្វើការ submit ទៅតែម្ដងបាទបាទនៅពេលដែលយើងធ្វើការ submit ទៅគឺវាកំពុងតែដំណើរការផងដែរអូខេអញ្ចឹងនៅពេលដែលបងប្អូនធ្វើការ submit វាដាក់គ្រីសមកគឺព័ត៌មានយើងត្រូវបានធ្វើការ submit ទៅហើយអូខេអញ្ចឹងយើងអាចទៅ account យើងធម្មតាសិនអញ្ចឹងវាកំពុងតែ review បាទនៅ account របស់បងប្អូនអញ្ចឹងវាបញ្ជាក់ឲ្យបាទរយៈពេល1ថ្ងៃវានឹងធ្វើការផ្ញើមកកាន់យើងផងដែរអូខេអញ្ចឹងឥឡូវនេះខ្ញុំចូលទៅកាន់ PayPal ខ្ញុំវិញទៅចឹងបងប្អូនចំណាំថានៅពេលបងប្អូនធ្វើការ upload ហើយដល់កន្លែង ID នេះអញ្ចឹងវានឹងបាត់កន្លែងហ្នឹងណាវាទៅជា0វិញឥឡូវវាជាកន្លែងហ្នឹងវា1ណាអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់បងប្អូនកន្លែងហ្នឹងអញ្ចឹងយើងរងចាំ1ម៉ោង2ម៉ោងឬក៏1ថ្ងៃអញ្ចឹងណាយ៉ាងយូរ PayPal គាត់នឹងធ្វើការផ្ញើត្រឡប់មកវិញបាទសម្រាប់ការ upload បាននៅ ID card បងប្អូនផងដែរអូខេចឹងវីដេអូនេះខ្ញុំនឹងធ្វើការបញ្ចប់ហើយនឹងរងចាំវីដេអូក្រោយខ្ញុំនឹងធ្វើការ upload ជូនដល់បងប្អូនបន្តទៀតផងដែរ